Tam rương nị tiên nẹ sẽ chom ai chi đào ho ha nâng ru nơ ban ẩm tạ, xung bay tại nẹ bầm ra để thưa ca ở nẹ sẽ chom, có miên cầm lăng khlang khla mình thò mà đà đài, đam chơi đại đại rừng móm có ai cắp đại chi pi banอย่างงี้. Lô ta đam chơi đại chia vậy. Ta vì ai đốt trên chỉ đại ban mền tế. Đam chơi đại ní mình đo đại tê kê tha vì ai dốc từ thưa đào tê đại khlang chiêng đào đại ngày nè. ប្រសិនបើខ្ញុំអាចខ្លាយជាអ្នកសិទ្ធិចំដែរនោះពិតជាល្អណាស់ចង់ទៅណាក៏បានអាប់ញោមិនមិនប្រញាប់ទៅកាប់អុសទៀតបាទខ្ញុំទៅឥឡូវហើយលោកតាលោកចាំខ្ញុំកាប់អុសមកវិញលោកតាត្រូវនិទានបន្តទៀតណាទៅចុះបើត្រឡប់ទៅយឺតកណ្ដាប់ដៃឪពុកឯងប្រហែលជាលឿនជាងដាវទេពទៅទៀតអ្នកសិទ្ធិចំអាចជីដាវហោះហើរហើយពេលរងស្ងួតក៏អាចបង្អត់ភ្លៀងទេពបានដែរបើខ្ញុំចេះចំណេះទាំងនេះឪពុកម្ដាយខ្ញុំច្បាស់ជាមិនបាច់ហត់នឿយធ្វើការងារធ្ងន់បែបនេះទេឃ្លានណាស់បបរតិចទូចកាលពីព្រឹកមិញដូចជាមិនបានហូបអីសោះដំឡូងជ្វីព្រៃថ្ងៃនេះមិនបាច់ដាច់ពោះទេពិតជាល្អណាស់ហឺលើកនេះកាក់កប់ហើយដាវស័ក្តិសិទ្ធិនេះជាដាវស័ក្តិសិទ្ធិមែនលើកនេះកាក់កប់ហើយអត់មានច្រេះទេឯងក៏កោតដែរប្រហែលជាដាវទេពហើយលោកដាលូប្រាប់ថាដាវទេពអាចស្រក់ឈាមដើម្បីទទួលស្គាល់ម្ចាស់បើវាទទួលស្គាល់ម្ចាស់បានជោគជ័យតើខ្ញុំអាចជិះដាវហោះបានទេតាមពិតមិនមែនជាដាវទេពសោះហើយបំភ្លេចវាចុះទូដាវទេពឬមិនមែនក៏ត្រូវបំពេញពោះសិនដែរអូយឆ្ងាញ់ណាស់ស្រណុកខ្លួនណាស់សុំទោសងួយគេងណាស់បញ្ចប់មិនអាចដេកនៅទីនេះបានទេបើជួបនឹងសត្វសាហាវគឺចប់បាត់ហើយដកដង្ហើមធំអូយមេឃចិត្តងឹតបាត់ហើយត្រឡប់ទៅវិញយឺតបែបនេះឪពុកច្បាស់ជាវាខ្ញុំទៀតមិនខានត្រូវហើយកណ្ដុរដីពុកម៉ែខ្ញុំត្រឡប់មកវិញហើយគឺដានីញូត្រឡប់មកវិញហើយកូនត្រឡប់មកវិញហើយកូនត្រឡប់មកវិញហើយពុកម៉ែខ្ញុំចៃដល់អ្នកដេកលក់នៅលើភ្នំទើបត្រឡប់មកវិញយឺតបន្តិចកូនមិនអីទេសំណាងហើយដែលត្រឡប់មកវិញបានតោះទៅផ្ទះយើងពុកម៉ែមើលនេះខ្ញុំយកកណ្ដុរដីមកជាមួយដែរហើយថែមទាំងរើបានកាំបិតកែមួយទៀតកាំបិតកែកណ្ដុរដីចូលក្នុងផ្ទះសិនទៅពុកមើលទៅសុទ្ធតែធ្វើពីដែកប្រកាសជាមានតម្លៃណាស់មើលទៅធម្មតាមិនសូវមុតទេតែមិនមានច្រេះទេគុណភាពដែកប្រហែលជាល្អហើយយកធ្វើជាកាំបិតកែពិតជាគួរឲ្យស្ដាយមែនបើលក់ក៏មិនបានថ្លៃដែរចាំកូនធំឡើងចាំយកវាទៅកាប់អស់ទៅចុះពុកខ្ញុំគិតថាពេលនេះខ្ញុំក៏អាចប្រើវាបានដែរតាមចិត្តកូនចុះឲ្យតែមិនធ្ងន់ពេកតោះទៅញ៉ាំបាយពុកម៉ែខ្ញុំសុំទៅដេកមុនហើយ
ទៅចុះកូន ខ្ញុំប្រាថ្នាថាខ្ញុំមានមាសច្រើនណាស់នរណាថាប្រាក់មានតម្លៃជាងអូស្រួលខ្លួនណាស់មានអារម្មណ៍ថាខួរក្បាលស្រឡះជាងមុនប៉ុន្តែឃ្លានណាស់ហេតុអ្វីបានជាខ្ញុំខ្មៅម្ល៉េះទើបតែភ្លឺសោះមិនអីទេក្រោកឡើង ដានីវអានីវញ៉ាំបាយ មកហើយមកហើយហេតុអ្វីបានជាឃ្លានជាងម្សិលមិញទៀតញ៉ាំមិនឆ្អែតសោះពុកខ្ញុំទៅកាប់អស់ហើយហេតុអីបានជាឯងឧស្សាហ៍ភ្លាមបែបនេះទៅចុះពេលធំបន្តិចទៀតអាចជួយការងារផ្ទះបានហើយបាទពុកតើកាំបិតស្រាលជាងមុនឬមួយក៏កម្លាំងខ្ញុំខ្លាំងជាងមុនតើការបន្តឈាមលើដាវពិតជាមានប្រសិទ្ធភាពមែនទេប៉ុន្តែវាមិនបាននាំខ្ញុំហោះហើរទេខ្ញុំរត់លឿនណាស់មិនមានអារម្មណ៍ស្រួលដូចម្សិលមិញទេមើលទៅរបស់ឆ្ងាញ់គឺមានតែនៅជាប់នឹងដាវនោះទេមិនបានទេខ្ញុំត្រូវរកសាច់ញ៉ាំហើយមិនគួរឲ្យជឿទន្សាយសាច់ទន្សាយកន្ទុយថ្ងៃនេះបានញ៉ាំសាច់ហើយអូឈ្ងុយណាស់ឆ្ងាញ់ណាស់តាំងពីកើតមកមិនដែលបានញ៉ាំសាច់ឆ្អែតយ៉ាងនេះទេឥឡូវនេះខ្ញុំមានកម្លាំងខ្លាំងដៃក៏រហ័សប្រសិនបើខ្ញុំប្រមាញ់សត្វបានច្រើនជាងនេះគ្រួសារខ្ញុំនឹងមិនបាច់ទ្រាំឃ្លានទៀតទេនេះហើយជាក្បាច់គុណដែលលោកតាឡូធ្លាប់និយាយមែនទេតើខ្ញុំចេះក្បាច់គុណហើយមែនទេខ្ញុំនឹងក្លាយជាសិស្សរបស់ពួកអាទិទេពសុទ្ធសាហាវត្រូវតែសាកល្បងមើលត្រូវហើយមិនល្អទេត្រូវតែប្រញាប់រត់អញគឺដានីញ៉ូពើវាងគឺខ្ញុំនឹងហើយនេះជាសត្វពេភ្នំដែលខ្ញុំទើបតែបរបាញ់បានដោយផ្ទាល់ដៃអូហូអញពិតជាបាញ់បានមែនហើយមិនមែនជាការកុហកទេតើអាចមានរឿងកុហកបានយ៉ាងម៉េចទៅស្អែកខ្ញុំនឹងទៅបរបាញ់បន្តទៀតធានយូមានកូនប្រុសល្អម្នាក់មែនទៅថ្ងៃមុខប្រកាសជាមានជីវភាពធូរធារហើយពូអ៊ឺចាំស្អែកខ្ញុំរៀបចំសាច់ស្រេចបាច់ហើយខ្ញុំនឹងយកទៅជូនលោកពូមួយចំណែកដែរអូនៅផ្ទះពូនៅមានសាច់ខ្លះដែរមិនបាច់ជូនពូក៏បានដែរបាទមិនអីទេចាំម៉ែខ្ញុំគាត់សម្រេចចិត្តចុះអូហូគ្រូសាធានយូដានីញ៉ូប្របាញ់បានពេភ្នំមួយហើយអាហាពិតមែនហើយ
ពុកម៉ែមើលចុះតើខ្ញុំយកអ្វីមកជាមួយ ដានីញ៉ូឯងមានរបួសត្រង់ណាទេ ម៉ែខ្ញុំមិនអីទេនេះជាឈាមរបស់សត្វពេភ្នំទេ តើឯងបានវាមកពីណា ខ្ញុំនៅឯក្នុងព្រៃប្រើកាំបិតកាក់បាញ់វាមើលចុះ ដានីញ៉ូបបាញ់បានពេភ្នំមកវិញហើយឆាប់មកជួយគ្នា ត្រៀមញ៉ាំបាយហើយខ្ញុំបានហាន់សាច់ខ្លះដែរស្អែកយកទៅជូនអ្នកដែលធ្លាប់ជួយយើងអស់ចាណាស់បានញ៉ាំសាច់ហើយបងប្រុសចាំខ្ញុំដួសបាយឲ្យបងបាត់ល្អណាស់ដានីញ៉ូឯងពិតជាអាចក្រវែងកាំបិតកាក់នោះបបាញ់បានសត្វព្រៃមែនហើយពិតណាស់ពុកមើលទៅគោឈើនៅខាងក្រៅនោះទៅវ៉ាវបងប្រុសខ្លាចជាទេវតាហើយទេវតាប្រកាសជាខ្លាំងជាងដានីញ៉ូទៅទៀតប៉ុន្តែខ្ញុំមើលទៅដានីញ៉ូប្រហែលជាទេវតាទ្រព្យសម្បត្តិឬទេវតាកម្លាំងចាប់ជាតិមកហើយ មិនខ្វល់ថាជាអ្វីចាប់ជាតិទេសំខាន់ដានីញ៉ូគឺជាកូនរបស់ខ្ញុំ ដោយមិនប្រយ័ត្នព្រះនៃការបបាញ់មួយអង្គបានកើតមក ជាថ្ងៃក្រោយបើដេនីវចង់ទៅបបាញ់ឯងត្រូវទៅជាមួយគេក្នុងព្រៃមានគ្រោះថ្នាក់ឯងជួយគេយួរសត្វដែលបបាញ់បានផង បាត់ឲ្យតែបបាញ់បានសត្វក្រៅពីនឹងខ្ញុំរ៉ាប់រងទាំងអស់ថ្ងៃក្រោយរឿងរកអស់ខ្ញុំក៏ទៅដែរបងថ្ងៃក្រោយពួកយើងអាចញ៉ាំសាច់រាល់ថ្ងៃមែនទេពួកយើងនឹងញ៉ាំសាច់រាល់ថ្ងៃហាហាហាអូយដេនីវយឺតបន្តិចប្រយ័ត្នសត្វល្អិតផងបាត់ពុកដើរក៏ដើរមិនលឿនជាងសត្វទន្សាយដែលថ្ងៃក្រោយចង់វាប្រហែលជាដេញមិនទាន់ទេឈិនស៊ូជីមានឱកាសតែម្ដងគត់ត្រូវហើយលឿនឡើងប្រញាប់រៀបចំយកទៅផ្ទះ វងជីស៊ី មីងលោមានការអីមែនទេ ពិតជាធីស៊ូមែនឯងពូកែដល់ថ្នាក់នេះផងបបាញ់បានពេលព្រៃធំម្លេះ ខ្ញុំឯណាមានសមត្ថភាពបែបហ្នឹងគឺដេនីវផ្ទះខ្ញុំជាអ្នកបបាញ់ខ្ញុំគ្រាន់តែជាអ្នកជួយបន្តិចបន្តួចប៉ុណ្ណោះ មែនឬ តើអាចជាការកុហកបានយ៉ាងម៉េចម្សិលមិញដេនីវផ្ទះខ្ញុំក៏បបាញ់បានមួយដែរពូពីរក៏បានឃើញនឹងភ្នែកដែរដេនីវផ្ទះខ្ញុំជាព្រះនៃការបបាញ់ចុះមកចាប់ជាតិគ្រាន់តែក្រវែងកាំបិតប៉ាំងតោក៏អាចត្រូវសត្វដែលថ្ងៃក្រោយច្បាស់ជាមានហូបចុកមិនខ្វះទេ ដេនីវចេះដឹងកិច្ចការហើយបើទំនេរមកលេងជាមួយឆេវយ៉ាផ្ទះខ្ញុំផងឆេវយ៉ាផ្ទះខ្ញុំល្អគ្រប់យ៉ាងគ្រាន់តែជាមនុស្សស្ងប់ស្ងាត់បន្តិចធីស៊ូដេនីវផ្ទះឯងមានតែកាំបិតប៉ាំងតោមួយនឹងទេអី នៅផ្ទះមានប៉ុន្មានទៀតប៉ុន្តែកាំបិតដែកសុទ្ធដែលប្រើស្រួលដៃមានតែមួយនឹងទេមានអីមែនទេ ពេលព្រៃច្រើនតែមកជាហ្វូងបោះកាំបិតទៅបាត់ក្នុងដៃគ្មានអីបបាញ់បានតែម្ដងមួយក្បាលគួរឲ្យស្ដាយណាស់ ហាក់ដូចជាមែន ឲ្យជីផ្ទះខ្ញុំជួយធ្វើកាំបិតឲ្យដេនីវប៉ុន្មានទៀតទៅថ្ងៃក្រោយផ្ទះឯងមិនខ្លាចមិនមានស៊ីទេ ត្រូវហើយចាំទៅដល់ផ្ទះរៀបចំសាច់រួចខ្ញុំនឹងនាំដេនីវទៅកំងកាំបិត សួយលៀនឯងយកសាច់ជៀមនេះទៅលក់នៅមាត់ភូមិទៅខ្ញុំនាំដានីញូទៅផ្ទះធានឈួយមើលបន្តិចឲ្យគេធ្វើកាំបិតកាក់ឲ្យពីរបីទៀត ចាស់ស្អីលើផ្ទះយើងមានសាច់ហើយក៏គួរតែមានឧបករណ៍ប្រើប្រាស់ដែលស្រួលដៃខ្លះដែរអូយមកដល់លឿនម្លេះឆាប់ចូលមកអង្គុយលេងសិនមកសៀវយ៉ាឆុងតែឲ្យពូឡាវាងនិងបងដានីញូផងពូវាងបងដានីញូអញ្ជើញពិសាតែ អរគុណណាស់សៀវយ៉ា មិនអីទេចាស់សោះ ដានីញូយកកាំបិតកាក់ឯងឲ្យពូលីមើលបន្តិចមើលបាទម៉ូតកាំបិតកាក់នេះមិនអាក្រក់ទេកាន់ទៅសំលមុំដៃតែបើធ្វើពីដែកសុទ្ធបែបនេះតម្លៃថ្លៃណាស់បើបដូរមកប្រើដងឈើវិញវានឹងថោកជាងធ្វើពីដែកសុទ្ធនឹងហើយកាន់តែធ្ងន់កាន់តែល្អខ្ញុំប្រើទៅវាស្រួលដៃ បាទពុកនឹងធ្វើឲ្យឯងបងលីបងគិតមើលទៅមួយតម្លៃប៉ុន្មានកាំបិតកាក់ដែលធ្វើបានល្អតម្លៃ40សេនក្នុង1គីឡូរបស់ឯងនេះ12គីឡូបើធ្វើតាមម៉ូតនេះគឺប្រហែល480សេនប៉ុន្តែដែកដែលខ្ញុំធ្វើប្រហែលជាមិនល្អដូចនេះទេវាអាចនឹងសាជាងបាទធ្វើបីសិនទៅចាំសួយលៀនលក់សាច់ជៀមអស់ខ្ញុំនឹងយកប្រាក់កក់មកឲ្យធានឈួយពិតជាត្រង់មែនដានីញូថ្ងៃក្រោយមានបានកុំភ្លេចមកលេងពូផងណា បងនីញូម៉ែខ្ញុំថាធ្វើកាំបិតកាក់រួចហើយឲ្យបងទៅយក បាទចាំបងទៅហៅពុកសិនមិនចាញ់របស់ដើមប៉ុន្មានទេគ្រាន់តែអារម្មណ៍ពេលកាន់ខុសគ្នាបន្តិចប៉ុន្តែច្បាស់ជាអាចប្រើការបានល្អណាស់ស្រួលប្រើណាស់
បងលីខ្ញុំមានបំណងនាំដានីញូទៅបរបាញ់នៅថ្ងៃស្អែកត្រូវការអ្នកជួយការងារទូទៅ2នាក់តម្លៃ20សេនក្នុងមួយថ្ងៃតើបងចង់ទៅទេទៅពេលចេញដំណើរកុំភ្លេចហៅខ្ញុំផងណាអេដានីវអ្នកគិតថាពេលភ្នំពិតជានឹងមកផឹកទឹកនៅទីនេះមែនទេពួកគេគួរតែគឺតែយើងគួររកមើលនៅកន្លែងផ្សេងទៀតចាំបន្តិចទៀតសិនវាមកដល់ហើយហ៎អ្វីមកដល់វាគួរតែជាហ្វូងពេលភ្នំអ្នករាល់គ្នាត្រៀមខ្លួនកុំឲ្យមានសំឡេងតើកាំបិត4ពិតជាអាចវាយត្រូវពួកគេ4នាក់ក្នុងពេលតែមួយបានទេអាហាល្អទេវតានៃសង្គ្រាមចាប់ជាតិពិតជាទេវតានៃសង្គ្រាមចាប់ជាតិមែនខ្ញុំបានប្រាប់អ្នកហើយថាដានីវរបស់ខ្ញុំគឺជាទេវតានៃសង្គ្រាមចាប់ជាតិពេលភ្នំ4ក្បាលក្នុងពេលតែមួយហាដានីវនិងយ៉ាតូចរបស់ខ្ញុំពិតជាសំគ្នាណាស់មកលេងផ្ទះយើងឲ្យបានញឹកញាប់ដោះស្រាយពួកគេឲ្យបានរហ័សកុំទាក់ទាញសត្វសាហាវអូត្រូវហើយរហ័សឡើងដាតាមានរឿងអ្វីសត្វដ៏ធំមួយកំពុងធ្វើចលនាមករកយើងហើយវាធំណាស់តើយើងគួរផ្លាស់ទីទៅទីដែលផ្សេងទៀតទេចាំមើលថាវាជាអ្វីសិនត្រូវហើយប្រសិនបើវាជាសត្វសាហាវកំបិតហោះរបស់ដានីវអាចនឹងបំភ័យវាឲ្យទៅបាត់ថយក្រោយដានីវធ្វើយ៉ាងម៉េចទៅយករបស់ដែលមានជាតិដែកនៅលើខ្លួនឯងទាំងអស់មកឲ្យខ្ញុំនឹងត្រូវការវានៅបន្តិចទៀតនេះបាទនេះ7 ហាត់6 ហាត់5 ហាត់អូគឺអាមួយដែលធំជាងគេនៅខាងក្រោយនោះឯងវានៅឆ្ងាយពេកចាំឲ្យវាចូលមកជិតបន្តិចទៀតសិនអាមួយនេះមិនអាចឲ្យវារួចខ្លួនបានទេត្រូវតែប្រថុយហើយនៅសល់តែស្ដេចខ្មាតអាពីមួយក្បាលនេះទៀតប៉ុណ្ណោះតានីវអញរបួសហើយមែនទេឲ្យពុកមើលបន្តិចមើលមិនអីទេពុករបួសមិនធ្ងន់ទេយូដូឆាប់មកជួយគ្រាផងបាទធានជូឯងពិតជាមានកូនប្រុសដ៏ល្អម្នាក់មែនថ្ងៃនេះនៅព្រលឹមនៅឡើយទេរៀបចំឲ្យស្អាតទៅគ្រួសារយើងនឹងចូលក្រុងបាទ
ម៉ែកូនក៏ចង់ទៅលេងទីនោះដែរអញ្ចឹងក៏បានតាមទៅមើលឲ្យស្គាល់គេឯងទៅពុកម៉ែកូនក៏ចង់ទៅលេងក្នុងក្រុងដែរឯងទៅធ្វើអីរាល់ថ្ងៃគិតតែពីរឿងលេងចាំបងឯងមកវិញចាំទៅរៀនកាប់អុសជាមួយពុកឯងមិនយឺតថតទេបងបានទៅក្រុងឯកូនត្រូវនៅកាប់អុសពិបាកចិត្តណាស់លោកម្ចាស់ម៉ោងនេះទៅផ្សារប្រហែលជាយឺតបន្តិចហើយគួរតែទៅភូមិសានហោលូកដូរវិញប្រសើរជាងយល់ព្រមទៅភូមិសានហោទៅសរុបទាំងអស់21កាក់ចង់បានជាប្រាក់សុទ្ធឬកាក់ស្ពាន់21កាក់មួយជីវិតនេះខ្ញុំមិនដែលឃើញលុយច្រើនបែបនេះទេលោកម្ចាស់ចង់បានប្រាក់សុទ្ធឬកាក់ស្ពាន់យកកាក់ស្ពាន់6កាក់ក្រៅពីនោះដូរជាប្រាក់សុទ្ធមកដានីញ៉ូយកលុយនេះទៅចង់ទិញអីក៏ទិញទៅអរគុណគ្រប់គ្នាខ្លាំងណាស់ថ្ងៃនេះខ្ញុំប៉ោម្ដងនិយាយថាបាក់ជីងខ្វាងផ្ដល់កន្លែងតែ1000នាក់ប៉ុណ្ណោះសម្រាប់សមុទ្រភ្នំបាំយឺតច្បាស់ជាអស់ឱកាសមិនខានពិតមែនហើយកូនប្រុសខ្ញុំមាននិស្ស័យបើបានចូលរៀនទីនោះនឹងមានអនាគតភ្លឺស្វាងមិនខានបាក់ជីងខ្វាងនិស្ស័យជ្រើសរើសសិស្សស្អែកនេះអាចចុះឈ្មោះបានហើយនៅថ្ងៃទី4នឹងមានការសាកល្បងគោលព្រលឹងឲ្យតែមានឬគោលព្រលឹងអបពុតហេតុនោះនឹងអាចចូលនិកាយជីងកងបានមានតែ1000កន្លែងប៉ុណ្ណោះបើមិនគ្រប់គឺមិនបានទេថ្ងៃនេះខ្ញុំសំបីតែបាយក៏មិនទាន់បានហូបផងក៏នាំកូនប្រញាប់មកដែរហូបឆ្អែតហើយតោះពួកយើងត្រឡប់ទៅវិញទៅពុកតោះពួកយើងចាំស្អែកសឹមត្រឡប់ទៅវិញអញនៅមានការអីទៀតមែនទេកូនទើបតែដំណឹងថានិកាយឈីងកងកំពុងជ្រើសរើសសិស្សនៅទីក្រុងសានហៃស្អែកនេះអាចចុះឈ្មោះបានហើយកូនចង់ទៅសាកល្បងអញច្បាស់ទេថាជាការពិតនៅកណ្ដាលទីក្រុងមានសេចក្តីជូនដំណឹងពីអ្នកសច្ចៈទៅមើលបន្តិចទៅនឹងដឹងហើយតោះប្រញាប់ឡើងសេចក្តីជូនដំណឹងពីអ្នកសច្ចៈអីនឹងហើយត្រូវតែទៅមើលឲ្យឃើញផ្ទាល់ភ្នែកពិតជាក្បាច់គុណអ្នកសច្ចៈមែនក្រដាស់មិនបាច់បិទទេហោះនៅលើមេឃដោយខ្លួនឯងបងប្រុសខ្ញុំត្រូវប្រញាប់ត្រឡប់ទៅភូមិវិញដើម្បីប្រាប់ដំណឹងនេះដល់អ្នករាល់គ្នាខ្ញុំក៏ត្រឡប់ទៅវិញដែរស្អែកនឹងនាំអាឡានមកសាកល្បងនាងអាយុមិនទាន់ដល់12ឆ្នាំផងពួកឯងត្រឡប់ទៅមុនចុះខ្ញុំនឹងតានីវនៅទីនេះចាំចុះឈ្មោះនៅព្រឹកស្អែកបងប្រុសតើអាចសុំស្នាក់នៅមួយយប់បានទេខ្ញុំសុំចិត្តបងថ្លៃឈ្មោះបន្ទប់នៅសល់តែមួយទេគ្រាន់តែអ្នកផ្សេងគេបង30កាក់ក្នុងមួយយប់ខ្ញុំក៏ឲ្យ30កាក់ដែរសុំស្នាក់នៅ3យប់សិនក្លិនអាយនឹងធម្មពលនេះហាក់ដូចជាមានភាពស្និទ្ធស្នាលណាស់រឿងវិស្គូប្រលឹងអីហ្នឹងខ្លាចតែជាលេសរបស់អ្នកសច្ចៈដើម្បីរើសមនុស្សទេប៉ុន្តែតានីវគឺជាព្រះរន្ទះចាប់ជាតិច្បាស់ជាត្រូវបានគេពេញចិត្តមិនខានបងប្រុសកូនរបស់បងពិតជាមិនធម្មតាទេមើលមួយផ្លែតដឹងថាមានចរិតជាទេវតាហើយមិនអីទេខ្ញុំឃើញកូនរបស់បងក៏មិនអន់ដែរប្រហែលជាមាននិស្ស័យជាមួយទេវតាដែរបងប្រុសពូកែនិយាយណាស់ឲ្យក្មេងទាំងពីរស្គាល់គ្នាទៅថ្ងៃក្រោយបើបានចូលបាក់ទេវតានឹងមានគ្នាជាមិនខានបានតើខ្ញុំឈ្មោះវ៉ាងធីជូកូនប្រុសខ្ញុំឈ្មោះវ៉ាងដានីញ៉ាវកូនប្រុសខ្ញុំឈ្មោះជើដាចង់ដានីញ៉ាវដាចង់ស្ដាប់ទៅពិតជាអង្អាចណាស់ឈ្មោះនេះពិតជាល្អណាស់ដាចង់ប្រញាប់ឲ្យបងដានីញ៉ាវទៅថ្ងៃក្រោយចូលបាក់ទេវតាត្រូវរៀនសូត្រពីបងដានីញ៉ាវឲ្យបានច្រើនសួស្ដីបងដានីញ៉ាវខ្ញុំឈ្មោះជើដាចង់សួស្ដីដាចង់បើអញអាចចូលបាក់ទេវតាបានខ្ញុំនឹងជួយមើលថែអរគុណបងដានីញ៉ាវការងារបោកគក់ដាំសូខ្ញុំអាចទទួលរ៉ាប់រងទាំងអស់លោកទេវតាខ្ញុំគឺខ្ញុំគ្រាន់តែជាអ្នកបម្រើក្នុងបាក់ទទួលបន្ទុកចុះឈ្មោះប៉ុណ្ណោះកុំឲ្យផ្ដេសផ្ដាស់ក្រែងលោធ្វើឲ្យចាស់ទុំក្នុងបាក់មិនសប្បាយចិត្តបាក់ខ្ញុំដឹងហើយស្រុកកំណើតនឹងឈ្មោះឃុំសានហៃភូមិឈៀងសានវ៉ាងដានីញ៉ាវវ៉ាងដានីញ៉ាវរក្សាស្លាកឈើឲ្យបានល្អខានស្អែកពេលព្រឹកព្រលឹមមកទីនេះដើម្បីធ្វើតេស្តវិញ្ញាណអ្នកបន្ត
អ្នកនៅខាងក្រោយមិនបាច់រុញច្រានទៀតទេលោកម្ចាស់ទេវតាមានប្រសាសន៍ថាកូនរបស់ខ្ញុំគឺជាអ្នកទី1000ការចុះឈ្មោះបានបញ្ចប់ហើយ លោកម្ចាស់ទេវតាមេត្តាផងសូមឲ្យកូនខ្ញុំចុះឈ្មោះម្នាក់ទៀតផងទៅ ស្ងាត់ស្ងៀមនិស័យទេវតាគឺជាព្រេងសំណាងបើខកខានឱកាសចុះឈ្មោះហើយមានន័យថាគ្មាននិស័យទេឆាប់ថយចេញទៅចុះពួកយើងត្រូវធ្វើម៉េចទៅហេតុអ្វីបានជាអញ្ចឹងមិនងាយនឹងមកដល់ទីនេះផងដានីញ៉ាវចុះឈ្មោះបានហើយឯងនាំឪនីញ៉ាវត្រឡប់ទៅភូមិវិញសិនទៅកុំឲ្យខកខានការងារផ្ទះ ដានីញ៉ាវខំប្រឹងធ្វើតេស្តឲ្យល្អណាស់ បាត់ម៉ែកូននឹងខំប្រឹងលោកម្ចាស់ជាអ្វីគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ហើយយើងអាចចាប់ផ្ដើមការវាស់ស្ទង់បានហើយហឹមមានពន្លឺហើយរ៉ាអញមើលចុះអូមកពីមានពន្លឺបែបនេះទើបមានរូបវិញ្ញាណ ចម្លែកណាស់ចុះបើគ្មានពន្លឺនិងគ្មានរូបវិញ្ញាណទេមែនទេ មែនហើយចម្លែកណាស់មិនអាក្រក់ទេយ៉ាងហោចណាស់ក៏ថ្នាក់កណ្ដាលដែរមានរឿងអីហ្នឹងខ្ញុំមិនទាន់វាស់ស្ទង់ចាប់ផង មានរឿងអីកើតឡើងហ្នឹងមានរឿងអីហ្នឹង វាឡើងថ្នាក់ហើយពណ៌ក្រហមគឺវិញ្ញាណថ្នាក់ខ្ពស់អាយ៉ាមើលចុះល្អណាស់គឺវិញ្ញាណថ្នាក់ខ្ពស់លើសពីនេះទៅទៀតវាជាវិញ្ញាណថ្នាក់ខ្ពស់បំផុតកូនប្រុសដេនីលរបស់ខ្ញុំពិតជាត្រូវបានលោកទេវតាមើលឃើញមែន រ៉ាឆាប់តាមបងដេនីលទៅលោកទេវតាម្នាក់នេះខ្លាំងពូកែដូចសតចឹង ចាស់កូនស្ដាប់តាមលោកពុក ក្មេងតូចតើអញឈ្មោះអ្វីខ្ញុំបានឈ្មោះបងដេនីលឈ្មោះល្អណាស់សាមញ្ញតែមានន័យជ្រៅជ្រះវាជាសម្ភារៈដ៏ល្អសម្រាប់ការហាត់រៀនសិល្បៈសេលអរគុណលោកម្ចាស់ដែលបានសរសើរទៅថ្ងៃមុខឯងអាចហៅខ្ញុំថាអ្នកគ្រប់គ្រងវាំងឬលោកពូមីក៏បានដែរនៅក្នុងនិកាយកុំហៅមនុស្សថាអតិទេពអីវាមិនសមរម្យតាមច្បាប់ទម្លាប់ទេបាទលោកពូមីក្មេងដែលមិនមានឫសគល់សេលត្រូវចាក់ចេញពីទីនេះភ្លាមក្មេងដែលមានឫសគល់សេលនៅសល់សូមមកតាមខ្ញុំ ពួកឯងមានវាសនាបានជួបនឹងសេលហើយពុកហោះនេះនឹងជួយសម្រាលបន្ទុកគ្រួសារឯងទាំងអស់ជារៀងរាល់ឆ្នាំនិកាយនឹងបញ្ជូនរង្វាន់ជាប្រាក់កាសមកឲ្យគ្រួសារឯងជានិច្ច អរគុណលោកម្ចាស់សេលអរគុណនិកាយឈីងឃ្វៀង ដានីញ៉ូឲ្យពេលចូលរៀនសេលហើយត្រូវខំរៀនឲ្យពូកែដើម្បីលើកកិត្តិយសវង្សត្រកូលយើងកុំបង្កចំនួនអីយកប្រាក់ទាំងនេះទៅជាមួយផងពុកយកវាទៅផ្ទះវិញចុះប្រសិនបើកូនខ្វះខាតប្រាក់កូននឹងទៅបរបាញ់សត្វខ្លះដើម្បីដោះតមិនអីទេអូយចូលរៀនសេលហើយនៅគិតរឿងបរបាញ់អីទៀត ដាចុងឯងមើលឫសគល់សេលរបស់ដានីញ៉ូទៅចុះទៅថ្ងៃមុខឯងត្រូវឲ្យដានីញ៉ូឲ្យបានច្រើនដើរតាមគេច្បាស់ជាមិនខុសទេមែនទេបាទ ស៊ូយៀនវាងដានីញ៉ូមានឫសគល់សេលរឹងមាំណាស់ទៅថ្ងៃមុខត្រូវរៀនសូត្រពីគេឲ្យបានច្រើនឬទេ បាទកូនដឹងហើយម៉ែយកល្អណាស់ចាប់ផ្ដើមធ្វើដំណើរធំ អូហូអូមើលចុះអស្ចារ្យណាស់ ពុកម៉ែចាំកូនរៀនចប់កូននឹងត្រឡប់មកវិញនេះហើយជាពិភពនៃអ្នកសេល បងដានីលពួកយើងក៏អាចហោះហើរលើពុកបានដែរនៅថ្ងៃអនាគតមែនទេ ប្រកាសជាបាន បងដានីលតើពួកយើងអាចធ្វើជាមិត្តនឹងគ្នាបានទេ តើនាងជាអ្នកណា ខ្ញុំឈ្មោះជាងស៊ូយៀនម្ដាយខ្ញុំប្រាប់ឲ្យខ្ញុំរៀនសូត្រពីបងឲ្យបានច្រើន ស៊ូយិនតើតួអក្សរកណ្ដាលស៊ូមានន័យថាម៉េច ចាស់វាគឺស៊ូ ពាក្យនេះអាចមានន័យថាពណ៌ឬក៏ជាឈ្មោះទូទៅសម្រាប់បន្លែ តើនេះគឺជាអានុភាពនៃចំណេះដឹង មើលឲ្យលឿនទៅមានពស់មួយកំពុងហោះនៅខាងក្រោម ឯងថាម៉េចតើវាជាពស់ប្រភេទណាហេតុអ្វីបានជាវាអាចហោះបានទាំងគ្មានស្លាប
នោះមិនមែនជាពូធម្មតាទេវាគឺជាសត្វវិញ្ញាណដែលមានឈ្មោះថាពូខ្មៅសត្វវិញ្ញាណក៏ដូចជាអ្នកពូដែរអាចគ្រប់គ្រងធម៌ពលវិញ្ញាណបាននេះគឺជាស្ដេចពូខ្មៅដែលគេហៅថាស្ដេចពូខ្មៅកម្លាំងវិញ្ញាណរបស់វាឈានដល់ដំណាក់កាលของសាំងគ្រឹះដូច្នេះវាអាចហោះហើរបានតាមធម្មជាតិវាហាក់ដូចជាកំពុងសម្លឹងមកពួកយើងពិតជាមានវិញ្ញាណដឹងដ៏ខ្លាំងក្លាមែនឬវិញ្ញាណលំដាប់កំពូលជាមួយនឹងការដឹងបែបនេះគាត់ប្រកាសជាខ្លាចជាមនុស្សសំខាន់ក្នុងនិកាយនាពេលអនាគតវាពិតជាកំពុងសម្លឹងមកពួកយើងមែនហើយវាមានបំណងមិនល្អទៀតផងវាមកហើយក ុំស្លន់ស្លោអីមានលោកគ្រូនៅទីនេះហើយវាគ្រាន់តែជាកូនពស់តូចមួយប៉ុណ្ណោះពួកឯងទាំងអស់គ្នាគឺជាអនាគតរបស់និកាយជាពិសេសដានីវមិនអាចមានរឿងអ្វីកើតឡើងក្រោមការមើលថែរបស់ខ្ញុំឡើយក្នុងការលំរឿងត្រឡប់ទៅនិកាយវិញដានីញូខាងមុខនេះគឺជាកន្លែងដែលនិកាយឈីងកងរបស់ខ្ញុំស្ថិតនៅអូតាមពិតច្រកទ្វារអាទិទេពពិតជាសាងសង់នៅក្នុងអាប់ម៉ែងនេះមិនមែនជាអបធម្មតាទេវាគឺជាធម្មពលវិញ្ញាណដ៏ក្រាស់ដែលបញ្ចេញដោយសរសៃវិញ្ញាណរួមបញ្ចូលគ្នាជាមួយមន្តស្នេហ៍វិញ្ញាណនៃភ្នំអ្នកបដិបត្តិពឹងផ្អែកលើធម្មពលវិញ្ញាណសម្រាប់ការបណ្ដុះចុះតើសរសៃវិញ្ញាណគឺជាអ្វីពេលនេះឯងគ្រាន់តែត្រូវដឹងថាសរសៃវិញ្ញាណគឺជាជួរភ្នំពិសេសដែលបង្កើតឡើងដោយមេឃនិងដីដែលអាចផ្ដល់ធម្មពលវិញ្ញាណមិនចេះរីងស្ងួតដល់និកាយខ្ញុំគឺជាអ្នកគ្រប់គ្រងជីនហ្វុងហើយឯងមានឬវិញ្ញាណមាសតាមច្បាប់ឯងនឹងត្រូវបានផ្ដល់អាទិភាពដល់ជីនហ្វុងតើឯងយល់ព្រមទេបាទខ្ញុំសុខចិត្តចូលរួមជាមួយជីនហ្វុងល្អណាស់ខ្ញុំនឹងទៅជំរាបម្ចាស់កំពូលភ្នំគាត់នឹងសប្បាយចិត្តជាមិនខានខ្ញុំឃើញឯងហាក់ដូចជាយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះកាំបិតកាប់អុសរបស់មនុស្សលោកនេះជីនហ្វុងមានសោស្រដែកនៅពេលឯងបណ្ដោះបានសម្រេចខ្លះយើងអាចផ្ដល់អាទិភាពក្នុងការបង្កើតអាវុធមិនអាគមជាតិពលនេះសម្រាប់ឯងបងដានីញូខ្ញុំចង់តាមបងដានីញូគេគ្រាន់តែជាសិស្សបម្រើការងារម្នាក់ប៉ុណ្ណោះបើឯងចង់នាំគេទៅខ្ញុំអាចសម្រេចចិត្តជំនួសឯងបានអញ្ចឹងមកតាមខ្ញុំទៅជីនហ្វុងទៅអរគុណបងដានីញូអូហេតុអីបានជាពេញខ្លួនមានអារម្មណ៍ថាក្តៅណាស់អញ្ចឹងពេលដល់សាលជីនហ្វុងកុំភ្លេចកុំនិយាយផ្ដេសផ្ដាស់ក្រែងលោធ្វើឲ្យម្ចាស់កំពូលភ្នំមិនសប្បាយចិត្តផ្កាឈូកមាសដ៏កំមដែលអ្នកបានលើកឡើងក្នុងសាររបស់អ្នកគឺជាផ្កានេះឬបាទលោកម្ចាស់ពិតជាវាមែនហើយឯងឈ្មោះដានីញូមែនទេមកនេះឲ្យខ្ញុំមើលបន្តិចមើលបាទលោកម្ចាស់ល្អណាស់មិនត្រឹមតែមានរូបវិញ្ញាណដ៏ល្អឥតខ្ចោះនោះទេប៉ុន្តែថែមទាំងមានកាយសម្ភារដ៏ពិសេសទៀតផងសរសៃឈាមរត់បានស្រួលហើយគ្មានជាតិពុលក្នុងខ្លួនឡើយដានីញូឲ្យខ្ញុំមានកន្លែងសម្រាប់សិស្សផ្ទាល់ម្នាក់ទៀតខ្ញុំនឹងផ្ដល់វាឲ្យឯងតើឯងយល់យ៉ាងណាដែរសិស្សផ្ទាល់ដានីញូប្រញាប់អរគុណលោកម្ចាស់ទៅសិស្សផ្ទាល់គឺជាឋានៈខ្ពង់ខ្ពស់បំផុតក្នុងចំណោមសិស្សទាំងអស់អរគុណលោកម្ចាស់នាំគេទៅសាលកិច្ចការខាងក្រៅដើម្បីចុះឈ្មោះបាទលោកម្ចាស់បងដានីញូពេលនេះបងខ្លាយជាមនុស្សសំខាន់ហើយលើកនេះកុំឲ្យមានការភ័ន្តច្រឡំទៀតអីមកចុះដានីញូសម្លៀកបំពាក់សិស្សផ្ទាល់របស់ឯងមិនទាន់រួចរាល់ទេស្លៀកសម្លៀកបំពាក់ចាស់សិនទៅបានសម្គាល់ខ្លួននឹងត្រូវចេញឲ្យតាមក្រោយអត្តសញ្ញាណក្នុងនិកាយនឹងមិនខ្វះសម្រាប់ឯងឡើយបាទអីចឹងខ្ញុំស្លៀកឈុតនេះសិនក៏បានដែរនេះគឺជាបានសម្គាល់សិស្សផ្ទាល់បណ្ដោះអាសន្នរបស់ឯងសិទ្ធប្រើប្រាស់ធនធានគឺមានច្រើនណាស់នៅពេលសម្លៀកបំពាក់រួចរាល់នឹងមានគេយកទៅឲ្យឯងដល់កន្លែងបាទសុយន្តឬវិញ្ញាណមិនអាក្រក់ទេចូលនិកាយខាងក្នុងសិនទៅដើម្បីឲ្យដានីញូបង្រៀនអក្សរអរគុណលោកម្ចាស់តោះទៅមន្ទីរពេទ្យបាទបងដានីញូខ្ញុំទៅសិនហើយបងរវល់ចុះទៅចុះបើទំនេរចាំមករកខ្ញុំមកនេះដានីញូសាក់ផ្លែអាហាររបស់សិស្សក្នុងនិកាយទៅមើលឈ្ងុយណាស់ឆ្ងាញ់ណាស់ឆ្អែតណាស់ការហាត់រៀនធម៌សិលពិតជាល្អមែនតោះទៅខ្ញុំនឹងនាំឯងទៅលអាងស្នាក់នៅរបស់សិស្សពិតអរគុណបងប្រុសមី
ដូចជាយល់សប្តិអញ្ចឹងសំបីតែនៅផ្ទះខ្ញុំក៏ប្រហែលជាមិនមានរបស់ល្អបែបនេះដែរឯងសម្រាប់ស្រួលចុះខ្ញុំទៅធ្វើការសិនហើយបាទខំប្រឹងអស់មួយជីវិតទីបំផុតបាននៅកន្លែងល្អហើយមិនអីទេខ្ញុំបង្រៀនបងអានអក្សរ3 4មកស្ដីបងចាំលោកគ្រូមកបងនឹងឆាប់យកខ្ញុំសល់ពេលតែ10ថ្ងៃទៀតទេត្រូវតែយកចិត្តបងឲ្យបានឆាប់អញ្ចឹងអរគុណឯងហើយស៊ូយៀនបងដានីញ៉ូបងឆាប់ចាំពេកហើយប្រហែលជាថ្មីនេះខួរក្បាលខ្ញុំដើរស្រួលជាងមុនហើយប្រហែលជាលោកគ្រូដល់ហើយខ្ញុំទៅបើកទ្វារសិនតើនេះជាលអាងស្នាក់នៅរបស់បងប្រុសវ៉ាងដានីញ៉ូមែនទេលោកគឺជាគ្រូបង្រៀនដែលលោកម្ចាស់ឲ្យមកមែនទេនេះគឺជាផ្ទះរបស់បងដានីញ៉ូពាក្យថាលោកគ្រូជាការហៅរបស់មនុស្សធម្មតាទេពេលចូលក្នុងក្រុមសិលហើយត្រូវហៅគ្នាថាបងប្អូនតាមវិន័យខ្ញុំចូលនិកាយក្នុងពេលតែមួយជាមួយអ្នកប៉ុន្តែកម្រិតនៃការបណ្ដុះបណ្ដាលរបស់ខ្ញុំខ្ពស់ជាងអ្នកដូច្នេះអ្នកហៅខ្ញុំថាបងប្រុសច្បងទោះបីជាបងប្រុសវ៉ាងមានកម្រិតទាបជាងបន្តិចមែនប៉ុន្តែចរិតលក្ខណៈរបស់គាត់ខ្ពង់ខ្ពស់ជាងខ្ញុំដូច្នេះខ្ញុំហៅគាត់ថាបងប្រុសវ៉ាងហើយគាត់ហៅខ្ញុំថាប្អូនប្រុសវិញអូគឺបែបនេះសោះអរគុណបងប្រុសជេងបងប្រុសវងប្អូនស្រីយ៉ែងអ្នកទាំងពីរបានចុះការវិតម្លៃចូលនិកាយហើយបើគ្មានការអ្វីទៀតទេខ្ញុំសូមលាទៅសិនហើយអរគុណប្អូនប្រុសយ៉ែងដែលបានបង្រៀនយ៉ាងយកចិត្តទុកដាក់ក្នុងប៉ុន្មានថ្ងៃនេះបើមានអ្វីដែលខ្ញុំអាចជួយបាននៅថ្ងៃក្រោយសូមកុំស្ទាក់ស្ទើរក្នុងការប្រាប់ខ្ញុំអរគុណបងប្រុសវងខ្ញុំនឹងចងចាំទុកស៊ូយុនយប់នេះខ្ញុំនឹងចាប់ផ្ដើមហ្វឹកហាត់ហើយបងធំនឹងអាចចូលនិកាយបានឆាប់ជាមិនខានចិត្តបានសម្រេចហើយសាកល្បងដំណើរការបច្ចេកទេសបញ្ជូនធម្មពលវិញ្ញាណចូលទៅក្នុងដានធានការហ្វឹកហាត់នេះពិតជាមានផាសុកភាពណាស់លោកគ្រូតើលោកចង់មានន័យថាខ្ញុំបានហ្វឹកហាត់កាលពីយប់មិញហើយឥឡូវនេះមានធម្មពលវិញ្ញាណនៅក្នុងរាងកាយរបស់ខ្ញុំលោកគ្រូជួយពិនិត្យមើលឲ្យខ្ញុំបន្តិចតើវាត្រឹមត្រូវទេតើអ្វីទៅឯងហ្វឹកហាត់ត្រឹមតែមួយយប់ក៏មានធម្មពលវិញ្ញាណនៅក្នុងរាងកាយទៅហើយដានីញ៉ូនៅទីនេះមនុស្សច្រើនណាស់មិនស័ក្តិសមនឹងការហ្វឹកហាត់ទេមកតាមយើងមកសម្លៀកបំពាក់របស់សិស្សផ្ទាល់ខ្លួនត្រូវបានរៀបចំរួចរាល់ហើយឆ្លៀតពេលមកបដូរសម្លៀកបំពាក់សិនទៅដានីញ៉ូបន្ទាប់ពីបដូរសម្លៀកបំពាក់ហើយតើឯងមានអារម្មណ៍យ៉ាងណាដែរជំរាបសួរលោកគ្រូសម្លៀកបំពាក់នេះសំខ្លាំងណាស់អរគុណលោកគ្រូការហ្វឹកហាត់របស់ឯងគឺគ្មានបញ្ហាទេមិនត្រឹមតែគ្មានបញ្ហាប៉ុណ្ណោះទេថែមទាំងលឿនគួរឲ្យខ្លាចទៀតផងចុះតើថ្ងៃក្រោយខ្ញុំគួរហ្វឹកហាត់យ៉ាងដូចម្តេចទៀតបន្តតាមវិធីសាស្ត្រដដែលត្រូវហើយបន្តតាមវិធីសាស្ត្រដែលទៅតាមល្បឿនរបស់ឯងឥឡូវនេះត្រឹមតែមួយយប់ទៀតឯងប្រហែលជាអាចឈានចូលដល់កម្រិតដំបូងនៃការបង្ហាត់ធម្មពលហើយត្រឹមតែមួយយប់ទៀតក៏បានហើយឯងដឹងទេថាអ្នកដែលលឿនបំផុតនៅក្នុងនិកាយប្រើពេលប៉ុន្មានដើម្បីឈានដល់កម្រិតទី1 7ថ្ងៃនោះគឺជាទេពកោសល្យដែលបុព្វបុរសតែងតែលើកសរសើរចុះតើខ្ញុំហ្វឹកហាត់លឿនពេកទេលឿនគឺជារឿងល្អគ្រាន់តែថាមូលដ្ឋានគ្រឹះវិញ្ញាណរបស់ឯងប្រហែលជាមិនត្រឹមតែជាកម្រិតកម្ពស់ប៉ុណ្ណោះទេអូអញ្ចឹងយប់នេះខ្ញុំនឹងសាកល្បងម្ដងទៀតក្មេងនេះនៅមិនទាន់ដឹងថាខ្លួនឯងមានតម្លៃប៉ុណ្ណាទេមិនបានទេត្រូវតែប្រញាប់ទៅរាយការណ៍ប្រាប់មេប៉ាដានីញ៉ូបានហ្វឹកហាត់ត្រឹមតែមួយយប់ក៏ជិតឈានដល់កម្រិតទី1នៃការបង្ហាត់ធម្មពលទៅហើយខ្ញុំស្មានថាយប់នេះគេនឹងអាចឈានចូលដល់កម្រិតទី1បានល្បឿនបែបនេះអាចចាត់ទុកថាជាបិសាចទៅហើយខ្ញុំស្នើសុំឲ្យមានការរៀបចំគ្រូបង្ហាត់ឲ្យដានីញ៉ូឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតើគេពិតជាខ្លាំងបែបនេះមែនទេខ្ញុំមិនហ៊ាននិយាយលើពីការពិតទេថ្ងៃស្អែកឯងតាមដានគេឲ្យជាប់បើគេពិតជាឈានដល់កម្រិតទី1មែនចូលប្រញាប់មករាយការណ៍ប្រាប់យើងនឹងទទួលគេធ្វើជាសិស្សដោយផ្ទាល់មេប៉ាមិនមែនលោកថាឈប់ទទួលសិស្សទៀតហើយទេខ្ញុំខុសហើយខ្ញុំមិនគួរនិយាយច្រើនពេកទេមិនអីទេដានីញ៉ូអាចត្រូវបានរកឃើញនិងនាំចូលមកកាន់ទីនេះឯងគឺមានគុណសម្បត្តិចាប់ពីពេលនេះទៅការបែងចែកធនធាននឹងមិនធ្វើឲ្យឯងខាតបង់ឡើយអរគុណមេប៉ា
លើកនេះខ្ញុំច្បាស់ជាត្រូវការពីសិស្សរបស់ខ្ញុំឲ្យអស់ពីសមត្ថភាពលោកគ្រូនិយាយថាយប់នេះប្រហែលជាអាចឈានចូលដល់កម្រិតទី1អីចឹងសាកល្បងមើលទៅស្ងប់ស្ងាត់ទៅចិត្តដល់ហើយការបណ្ដុះធម្មពលកម្រិតទី1បានសម្រេចហើយតើគេមិនបាននិយាយថាការបណ្ដុះធម្មពលកម្រិតទី1ក៏នឹងលាងចំណុចចឹងដែរឬតើវាអាចថារាងកាយដែលម្ចាស់កំពូលនិយាយថាស្អាតនោះមិនចាំបាច់លាងចំណុចទៀតទេពូម៉ៃនិយាយថាតតែដល់កម្រិតទី4ទើបអាចមើលឃើញខាងក្នុងបានប៉ុន្តែខ្ញុំទើបតែដល់កម្រិតទី1ក៏អាចមើលឃើញដែរតើនេះជាឥទ្ធិពលនៃវិញ្ញាណមាសឬពូម៉ៃខ្ញុំបានបណ្ដុះដល់កម្រិតទី1ហើយមែនឬល្អណាស់ខ្ញុំនឹងនាំអញទៅជួបម្ចាស់កំពូលឥឡូវនេះទៅជួបម្ចាស់កំពូលតើមិនមែននិយាយថានឹងរកគ្រូឲ្យខ្ញុំទេម្ចាស់កំពូលបានយល់ព្រមទទួលអញធ្វើជាសិស្សដោយផ្ទាល់មែនឬរឿងបែបនេះតើខ្ញុំអាចបោកឯងបានយ៉ាងម៉េចចាំបន្តិចខ្ញុំសួរមើលថាម្ចាស់កំពូលនៅណាម្ចាស់កំពូលនៅលើកំពូលភ្នំតោះខ្ញុំនាំឯងឡើងទៅអូយភ្លេចថាឯងមិនទាន់ចេះប្រើធម្មពលការពារខ្លួននៅឡើយពូម៉ៃពុះនេះពិតជាអស្ចារ្យណាស់តុននៅពេលដែលកម្រិតការបណ្ដុះរបស់ឯងខ្ពស់ជាងនេះឯងក៏អាចធ្វើបានដែរពូម៉ៃតាម្ចាស់កំពូលជាមនុស្សបែបណាបន្តិចទៀតឯងនឹងដឹងហើយចរិតរបស់អ្នកមានភាពម៉ត់ចត់និងរឹងមាំមើលទៅកាន់តែដូចសិស្សបន្តវេនពិតប្រាកដហើយមេកំពូលភ្នំតានេះពីមុនមេកំពូលភ្នំម្នាក់នេះធ្លាប់ទទួលសិស្ស3នាក់ប៉ុន្តែគួរឲ្យស្ដាយដែលពួកគេទាំងអស់ត្រូវស្លាប់ដោយអកុសលដូច្នេះហើយទើបនៅក្នុងនិកាយមានអ្នកលួចនិយាយថាខ្ញុំគឺជាអ្នកចង្រៃរបស់សិស្សខ្ញុំក៏ធ្លាប់និយាយដែរថានឹងមិនទទួលសិស្សទៀតទេប៉ុន្តែបានជួបនឹងអ្នកដែលមានសមត្ថភាពបែបនេះខ្ញុំនៅតែចង់ទទួលសិស្សដែរបើអ្នកសុខចិត្តខ្ញុំនឹងទទួលអ្នកជាសិស្សអ្នកក៏អាចគិតពិចារណា3ថ្ងៃសិនដែរមិនបាច់ប្រញាប់ឆ្លើយតបទេលោកគ្រូមិនបាច់ចាំ3ថ្ងៃទេពេលនេះខ្ញុំនឹងគោរពលោកគ្រូជាគ្រូតែម្ដងល្អសិស្សល្អកុំបារម្ភអីលើកនេះគ្រូនឹងការពារអ្នកឲ្យបានល្អមិនបណ្ដោយឲ្យអ្នកស្លាប់ដោយងាយនោះទេលោកគ្រូគង់នៅខាងលើសូមទទួលការគោរពពីសិស្សផងល្អក្រោកឡើងចុះនេះគឺជាកាដូសម្រាប់ការចូលរៀននៅក្នុងនោះមានធនធានសម្រាប់ហ្វឹកហាត់ខ្លះវាអាចជួយអ្នកបាននៅពេលក្រោយលោកគ្រូចុះថងផ្ទុករបស់នេះប្រើរបៀបណាទៅថងផ្ទុករបស់ធម្មតាកម្រិតហ្វឹកហាត់ទី1នៅពេលដែលបញ្ចេញវិញ្ញាណបានគឺអាចប្រើបានហើយរបស់ដែលគ្រូឲ្យអ្នកនេះមានគុណភាពខ្ពស់ជាងតតែដល់កម្រិតហ្វឹកហាត់ទី4ទើបអាចបើកបានអរគុណលោកគ្រូដែលបានប្រទានអ្នកទើបតែឈានជើងចូលវិថីអមតៈមូលដ្ឋានគ្រឹះនៅខ្សោយនៅឡើយរយៈពេលនេះចូលនៅហ្វឹកហាត់ក្នុងលអាងរបស់គ្រូសិនទៅគ្រូនឹងណែនាំអ្នកដោយផ្ទាល់អរគុណលោកគ្រូនេះគឺជាថ្នាំបិទក្រពះ3ថ្ងៃលេប1គ្រាប់បានហើយអ្នកទៅហ្វឹកហាត់នៅបន្ទប់ចំហៀងខាងនោះទៅចាប់ពីពេលនេះទៅកន្លែងនោះគឺជាទីស្នាក់នៅរបស់អ្នកហើយពេលថ្ងៃអានសៀវភៅស្វែងយល់ពេលយប់ហ្វឹកហាត់រាល់ថ្ងៃជួនកាលខ្ញុំនឹងមកណែនាំអ្នកបើមានអ្វីមិនយល់ត្រូវសួរបាទលោកគ្រូសង្ឃឹមថាលើកនេះនឹងអាចខុសប្លែកពីមុនពិតមែនហេមការហ្វឹកហាត់នេះស្រួលជាងការច្របាច់អុសឆ្ងាយណាស់កម្រិតទី1ដល់ទី3ត្រូវបានគេចាត់ទុកថាជាដំណាក់កាលដំបូងនៃការបង្ហាត់ដង្ហើមបើឈានដល់កម្រិតទី4នោះគឺជាដំណាក់កាលកណ្ដាលនៃការបង្ហាត់ដង្ហើមមិនថាអ្នកស្ថិតក្នុងកម្រិតណានោះទេអ្នកនឹងជួបនៅឧបសគ្គដែលត្រូវតែប្រុងប្រយ័ត្នលោកគ្រូតើអ្វីទៅជាឧបសគ្គសាមញ្ញបំផុតគឺនៅពេលដែលការហ្វឹកហាត់របស់អ្នកដល់កម្រិតកំពូលហើយប៉ុន្តែរាងកាយរបស់អ្នកមិនទាន់អាចទ្រទ្រង់បានអ្នកត្រូវការអត់ធ្មត់ដើម្បីរងចាំពេលវេលាដែលសមស្របក្នុងការបំបែកវាតែលោកគ្រូខ្ញុំមិនមានអារម្មណ៍ថាមានឧបសគ្គអ្វីដូចលោកគ្រូមានប្រសាសន៍សោះមិនមានសោះហើយ
ខ្ញុំមានអារម្មណ៍ថាយប់នេះខ្ញុំនឹងអាចឈានដល់កម្រិតទី4បានហើយក្មេងម្នាក់នេះប្រហែលជាធ្លាប់បានប្រើប្រាស់ធនធានកម្រណាមួយដើម្បីពង្រឹងការហ្វឹកហាត់ប៉ុន្តែបើក្រឡេកមើលប្រវត្តិរបស់គេវិញវាមិនទំនងជាមានឱកាសបែបនេះឡើយមិនមានឧបសគ្គគឺជារឿងល្អយប់នេះត្រូវខំប្រឹងហ្វឹកហាត់កុំឲ្យបែកអារម្មណ៍ឲ្យសោះបាទលោកគ្រូគឺអារម្មណ៍មួយនេះឯងនេះគឺជាកម្រិតទី4ហើយថ្មវិញ្ញាណមួយដុំអាចដូរបានមាសពណ៌ស្មាសពណ៌លឿងប្រាក់និងកាក់ស្ពាន់រាប់ពាន់កាក់ខ្ញុំខ្លាចជាអ្នកមានហើយសូម្បីតែដាវនេះមើលទៅក៏មានតម្លៃដែរតើដែលលីវជីនេះជាអ្វីវាពិបាកពេកហើយថ្មវិញ្ញាណរបស់ខ្ញុំស្ទើរតែត្រូវបានបូមអស់ទៅហើយអាចទ្រាំបានទោះជាពិបាកបន្តិចក៏ត្រូវតែទ្រាំដែរមិនអាក្រក់ទេដល់កម្រិតទី4នៃការបន្សុទ្ធជីហើយលោកគ្រូការហ្វឹកហាត់មិនអាចបិទទ្វារធ្វើម្នាក់ឯងបានទេត្រូវចេញទៅក្រៅដើរមើលនិងស្វែងយល់ពីពិភពលោកថ្ងៃនេះខ្ញុំនឹងណែនាំឯងបន្តិចទៀតថ្ងៃស្អែកឯងអាចចុះពីភ្នំបានហើយបាទលោកគ្រូរបស់របរនៅក្នុងថង់ផ្ទុកកុំប្រញាប់ប្រើផ្ដេសផ្ដាសបើការបណ្ដុះនៅមិនទាន់ដល់ហើយបង្ខំប្រើវានឹងប៉ះពាល់ដល់ស្មារតីកូនសិស្សចងចាំហើយមើលទៅក្រៅពីមន្តអាគមធាតុលោហៈផ្សេងទៀតហាក់ដូចជាមិនសូវត្រូវនឹងខ្ញុំសោះទុនសាយព្រើសាច់កំបិតកៈនេះពិតជាមិនមែនជារបស់ធម្មតាមែនមានអារម្មណ៍ថាគ្មានដានវិញ្ញាណប៉ុន្តែអាចប្រើជាអាវុធមិនអាគមបានតើខ្ញុំពិតជាទេវតាកាប់អុសចាប់ជាតិមែនទេមានតែពេលមានកំបិតកៈនៅក្នុងដៃទើបអាចបង្ហាញយុទ្ធនុភាពបានចុះពីភ្នំទៅរកកន្លែងសតឯសិនសកំបិតកៈមិនអាគមបងប្រុសវងតើអ្នកចង់ឲ្យខ្ញុំបង្កើតអាវុធមន្តអាគមបែបណាប្អូនប្រុសគ្រាន់តែធ្វើវាឲ្យដូចកំបិតកាប់អុសនេះមកកាន់តែដូចកាន់តែល្អកំបិតនេះសម្ភារៈរាងចម្លែកបន្តិចបើនិយាយពីពណ៌សម្ភារៈដែលថោកជាងគេគឺដែកគ្រីស្តាល់ក៏អាចប្រើទង់ដែងគ្រីស្តាល់ឬប្រាក់គ្រីស្តាល់ដែរមាសគ្រីស្តាល់ក៏បានប៉ុន្តែវាទន់បន្តិចខ្លាចថាមិនចប់រៀងអញ្ចឹងធ្វើមួយជាដែកគ្រីស្តាល់និងមួយទៀតជាទង់ដែងគ្រីស្តាល់មកសរុបទាំងពីរ100គ្រាប់ថ្មវិញ្ញាណលំដាប់ទៀបបង់ប្រាក់កក់20គ្រាប់សិនមកអរគុណបងប្រុសវងដែលបានមកជួយគាំទ្រតោះយើងបដូរព័ត៌មានទំនាក់ទំនងគ្នាពេលធ្វើរួចរាល់ខ្ញុំនឹងជូនដំណឹងទៅបងភ្លាមមួយខែបានកន្លងផុតទៅហើយដល់ពេលទទួលប្រាក់បំណាច់សម្រាប់សិស្សបន្តវេនហើយបងប្រុសវងនេះគឺជាប្រាក់បំណាច់ប្រចាំខែរបស់សិស្សបន្តវេន100គ្រាប់ថ្មវិញ្ញាណលំដាប់ទៀប100គ្រាប់ក្នុងមួយខែសិស្សក្នុងសាលាបានត្រឹមតែ1គ្រាប់ប៉ុណ្ណោះភាពខុសគ្នានេះពិតជាធំធេងណាស់សួស្តីបងប្រុសវងសិស្សច្បងយ៉ែងកំពុងបង្រៀននៅសាលាអរគុណមន់នេះឲ្យអញចុះបងប្រុសវងនេះជាមន់កន្ទុយមាសឬថាសត្វនៅកំពូលភ្នំមាសមិនអាចចាប់ផ្ដេសផ្ដាសបានទេបើខ្ញុំស៊ីវាតើខ្ញុំនឹងត្រូវគេដាក់ទោសទេខ្ញុំជាសិស្សផ្ទាល់របស់ម្ចាស់កំពូលភ្នំខ្ញុំឲ្យឯងស៊ីវាទៅគ្រាន់តែមន់មួយសោះនរណាហ៊ានដាក់ទោសឯងអញ្ចឹងខ្ញុំស្ដាប់តាមបងប្រុសវងហើយមានលុយពិតជាល្អមែនបងដានីវលឿនលេហាក់ដូចជាប៉ិនប្រសពណាស់នេះគឺសិស្សអូនវ៉ាងស៊ីមែនទេនិយាយថាគាត់មកពីភូមិជាមួយសិស្សច្បងជាងសួរយីនឹកស្មានមិនដល់ថាឯងក៏អាចខ្លាចជាបងដានីវខ្ញុំគ្រាន់តែជាសិស្សម្នាក់ប៉ុណ្ណោះបើមិនខំប្រឹងទេថ្ងៃក្រោយខ្លាចតែមិនបានជួបបងទៀតទេមានអីដែលមិនបានជួបពួកយើងសុទ្ធតែជាសិស្សជាងវឹងចង់ជួបពេលណាគ្រាន់តែស្រែកហៅមកអូមែនហើយខ្ញុំទិញត្បូងបញ្ជូនសម្លេងឲ្យឯងមួយដើម្បីងាយស្រួលតាក់ទងគ្នាឲ្យខ្ញុំមែនទេអរគុណបងដានីវក្បាច់ដាវខ្យល់បក់មិនត្រឹមតែមានក្បាច់ដាវទេថែមទាំងមានយុទ្ធសាស្ត្រទៀតមើលទៅមិនមែនជារបស់ធម្មតាឡើយបងដានីវឈូតាចាំងមិនក៏ឯងនៅទីនេះដែរខ្ញុំទើបតែបញ្ចប់ភារកិច្ចក៏មកញ៉ាំអីបន្តិចទៅល្អណាស់បើបានជួបគ្នាហើយទៅញ៉ាំសាច់អាំងជាមួយគ្នាទៅបាទបងដានីវថ្ងៃណាដែលមានសាច់ញ៉ាំបែបនេះពិតជាល្អណាស់បងដានីវថ្ងៃក្រោយបើបងចង់ញ៉ាំខ្ញុំនឹងមកតាមការហៅភ្លាមបងដានីវបងហាត់បានលឿនម្លេះខ្ញុំត្រូវតែខំប្រឹងដេញឲ្យទាន់បើមិនដូច្នោះទេនឹងត្រូវបងទុកចោលឆ្ងាយមិនខានការហាត់រៀននេះទេពកោសល្យសំខាន់ណាស់
ប៉ុន្តែការខិតខំក៏សំខាន់ដែរពួកឯងទាំងពីរមកពីភូមិសានហើយដូចគ្នាថ្ងៃក្រោយកុំខ្ជិលបើមានអីឲ្យខ្ញុំជួយខ្ញុំនឹងជួយបាទខ្ញុំក៏នឹងខិតខំដែរក្បាច់ដៅមហាសេដ្ឋីសូម្បីតែឈ្មោះក៏ត្រូវនឹងចិត្តខ្ញុំដែរថែមទាំងស្ថិតក្នុងចំណោមយុទ្ធគុណដែលមនុស្សធម្មតាអាចរៀនបានទៀតត្រូវតែហាត់វាឲ្យបានសាកល្បងមើលទៅកម្លាំងខ្លាំងមែនទែនចង្រៃខ្ញុំជាអ្នកក្រវែងវាចូលទៅខ្លួនឯងឥឡូវបែរជាដកមិនរួចទៅវិញស្វែងរកអារម្មណ៍នៃការកាន់កាំបិតកាប់អស់កុំបង្ខំពេកត្រូវធ្វើទៅតាមសម្រួលធម្មពលផ្លូវចិត្តកាន់តែខ្លាំងឥទ្ធិពលកាន់តែធំនេះជាសមត្ថភាពដែលមានតែនៅក្នុងអាវុធមន្តអាគមឬអាវុធវិញ្ញាណទេមែនទេតើកាំបិតនេះពិតជាកំណប់ទ្របដែលលាក់ទុកមែនទេមិនអីទេបើគិតមិនយល់ក៏មិនបាច់ខ្វល់ដែរឲ្យតែវាប្រើការបានទៅគឺគ្រប់គ្រាន់ហើយលោកពូហ្វឺដានីវមានការអីមែនទេលោកពូវឹងតើលោកពូកំពុងទៅជួបលោកគ្រូរបស់ខ្ញុំមែនទេបាទមានរឿងខ្លះត្រូវរាយការណ៍ជូនលោកម្ចាស់កំពូលភ្នំតើអាចនាំខ្ញុំទៅជាមួយបានទេខ្ញុំទើបតែបបាញ់បានក្តានមួយចង់យកទៅអាំងជូនលោកគ្រូពិសាជាសិស្សផ្ទាល់របស់កំពូលភ្នំម្នាក់ដែរបែរជាគិតតែរឿងបបាញ់អាំងសាច់ទៅវិញហើមតោះឡើងមកលោកគ្រូខ្ញុំបបាញ់បានក្តានមួយចង់អាំងជូនលោកគ្រូពិសាហាល្អណាស់គ្រូពិតជាខាញ់ញ៉ាំអាហារមនុស្សលោកយូរហើយលោកម្ចាស់ការប្រកួតធំរបស់និកាយនឹងចាប់ដើមនៅ3ខែទៀតឥឡូវអាចចុះឈ្មោះបានហើយប្រហែលឆ្នាំនេះជីនហ្វឹងតែងតែនៅបាតតារាងកំពូលភ្នំផ្សេងទៀតនិយាយថាពួកយើងគ្មានអ្នកបន្តវេនទេតើគួរឲ្យដានីវទៅដណ្ដើមយកមុខមាត់ខ្លះទេដានីវគឺជាសិស្សផ្ទាល់របស់គ្រូបើមិនបានលេខ1ទេវានឹងធ្វើឲ្យគេសើចចំអកថាជីនហ្វឹងគ្មានសមត្ថភាពទៅវិញទេតាមរយៈទេពកោសល្យរបស់ដានីវក្នុងរយៈពេល3ខែទៀតប្រកាសជាអាចឈានដល់កម្រិតទី7នៃការហ្វឹកហាត់ជាមិនខានសិស្សខ្លាំងបំផុតនៃកំពូលភ្នំផ្សេងទៀតត្រឹមតែកម្រិតទី6ប៉ុណ្ណោះបូករួមទាំងវិជាដាវលីវចិនទៀតខ្ញុំជឿជាក់ថាដានីវប្រកាសជាបានលេខ1បើអាចបានលេខ1ពិតជាអាចទៅរួចអញ្ចឹងឯងទៅចុះឈ្មោះឲ្យគេទៅហើយឲ្យដានីវនៅហ្វឹកហាត់ជាមួយគ្រូទីនេះបើមិនទាន់ដល់កម្រិតទី7ទេមិនអនុញ្ញាតឲ្យចុះពីភ្នំឡើយលោកគ្រូចំណេះធ្វើម្ហូបរបស់កូនសិស្សយ៉ាងម្ដេចដែរហឹមគ្រាន់បើហូបបានជីនហ្វុងនិងសាអីចំណេះធ្វើម្ហូបមិនអន់ទេចាំឯងជោគជ័យចាំទៅរៀនជាមួយគេបាទលោកគ្រូឯងក៏ញ៉ាំដែរទៅលោកគ្រូអីចឹងកូនសិស្សចុះពីភ្នំហើយមិនបាច់ចុះភ្នំទេគ្រូបានចុះឈ្មោះឲ្យឯងចូលរួមការប្រកួតកូនសិស្សរយៈពេល3ខែខាងមុខហើយពេលនេះឯងនៅហាត់រៀនទីនេះសិនចុះបាទលោកគ្រូហឹមមើលទៅ3ខែនេះសត្វតូចនៅភ្នំជីនហ្វុងអាចដកដង្ហើមធំបានហើយសាអីហាត់បានដល់កម្រិត5ហើយពិតជាមិនគួរឲ្យជឿមែនបើសិនជាដល់កម្រិតនេះមែនប្រហែលជាអាចជាប់ចំណាត់ថ្នាក់ទាំង10បានហើយឆ្នាំគ្រាប់ទី6ធម្មពលទាំងពីរចាប់ផ្ដើមលោកគ្រូគុំសិស្សឡើងដល់កម្រិត6ហើយមិនអីទេគ្រូបាយចិត្តណាស់ថ្នាំគ្រាប់គឺជាជំនួយលបឿនហាត់រៀនកើនឡើងមួយកម្រិតទៀតប្រសិទ្ធភាពរបស់ថ្នាំគ្រាប់អាស្រ័យលើបុគ្គលម្នាក់សំខាន់គឺសមត្ថភាពរបស់ឯងកូនសិស្សដឹងហើយលោកគ្រូថ្នាំគ្រាប់មធ្យមនេះធម្មពលកាន់តែខ្លាំងប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំបង្ខំពេកកូនសិស្សនឹងប្រុងប្រយ័ត្នចិត្តជោគជ័យហើយលោកគ្រូកម្រិតចម្រាញ់ជីរបស់ខ្ញុំដល់កម្រិតទី7ហើយល្អណាស់ក្នុងការប្រកួតលើកនេះឯងត្រូវតែដណ្ដើមយកមុខមាត់ឲ្យគ្រូវិញគ្រូចង់ឃើញមេកំពូលភ្នំ6ទៀតចំណែននឹងគ្រូប៉ុណ្ណាលោកគ្រូខ្ញុំចង់រៀនហោះដោយប្រើដាវធំហោះដោយប្រើដាវធំអ្នកផ្សេងហោះដោយប្រើដាវឯងហោះដោយប្រើដាវធំខ្ញុំប្រើដាវធំសាំដៃជាងក៏បានដែរហោះលើដាវធំឈរលើដាវប្រហែលជាគូប្រកួតនឹងសុំចាញ់ភ្លាមក៏ថាបានឡើងទៅរក្សាចិត្តឲ្យនឹងរួចបញ្ចូលធម្មពលទៅក្នុងដាវកុំស្លន់ស្លោធម្មពលមិនមែនជាការបង្ខំទេតែជាការដឹកនាំចាត់ទុកដាវដូចជាជើងរបស់ឯងអូហោះឡើងហើយ
ត្រឡប់មកវិញលោកគ្រូហោះលឿនជាងដើរឆ្ងាយណាស់កម្រិតចម្រាញ់ជាចុងក្រោយការហោះហើរគ្រាន់តែជាមូលដ្ឋានប៉ុណ្ណោះពេលជួបសត្រូវខ្លាំងការហោះឲ្យនឹងលឿនទើបជាចំណេះដឹងរស់រានសិស្សចាំទុកហើយមុនការប្រកួតគុំដើរលេងពីវាលពីការរៀនក្បាច់ដាវលីជីននិងវិជាក្នុងធានសានឲ្យស្ទាត់គុំឲ្យខូចរឿងនៅពេលប្រកួតបាទលោកគ្រូវាងតាហៃក្នុងពេលដែលឯងដល់កម្រិតចម្រាញ់ជាចុងក្រោយហើយឯខ្ញុំក៏មិនអន់ដែរការប្រកួតលើកនេះអ្នកណាជាអ្នកឈ្នះគឺមិនទាន់ដឹងច្បាស់នៅឡើយទេតោះទៅសង្វៀនហាត់ក្បាច់គុនការប្រកួតសិស្សក្នុងនិកាយចាប់ផ្ដើមឥឡូវនេះសិស្សដែលបានចុះឈ្មោះទាំងអស់សូមអញ្ជើញមកចាប់ឆ្នោតតាមលំដាប់លេខ98មិនដឹងថាដៃគូប្រកួតជាអ្នកណាទេសង្ឃឹមថាសំណាងល្អទៅចុះខ្ញុំមានអារម្មណ៍ថាពួកគេសុទ្ធតែខ្លាំងណាស់សូមអញ្ជើញសិស្សលេខ98ទៅកាន់សង្វៀនលេខ5ដើម្បីប្រកួតឬមួយក៏ឈ្នះដោយមិនបាច់ប្រកួតទេដឹងបងប្រុសវងដល់វេនបងឡើងសង្វៀនហើយមិនប្រញាប់ទេទុកឲ្យគេសាកល្បងអារម្មណ៍នៃការចូលរួមប្រកួតសិនចុះហើយអ្វីបានជាសិស្សឲ្យខ្ញុំម្នាក់នេះមិនទាន់ឡើងមកទៀតមិនហើយប្រហែលជាខ្លាចហើយមើលទៅប្រហែលជាហើយមិនអាចថាខ្លាចដល់ថ្នាក់មិនហ៊ានប្រកួតនោះទេវិជាបញ្ជាវត្ថុស្អីគេហ្នឹងហោះលើដើមមែនទេមើលឲ្យច្បាស់ទៅនោះគឺជាការហោះលើកម្មតាតើវាមានអ្វីខុសគ្នាដែរឬទេហាក់ដូចជាមិនមានអ្វីខុសគ្នាទេនេះក៏តែដល់ដំណាក់កាលចុងក្រោយនៃការចម្រាញ់ខ្យល់ទៅធ្វើបានមែនទេតើគាត់អាយុប៉ុន្មានទៅមើលសម្លៀកបំពាក់ទៅគាត់គឺជាសិស្សផ្ទាល់របស់និកាយយិនវិញលោកម្ចាស់កម្ពុជាភ្នំយូតាយិនវិញមានសិស្សខ្លាំងពូកែបែបនេះតាំងពីពេលណាសិស្សរបស់ខ្ញុំវងដេងតាអ្នកមិនដែលឮឈ្មោះទេអីគេទើបតែចូលនិកាយបានជាង5ខែប៉ុណ្ណោះបើដឹងមុនបែបនេះខ្ញុំនឹងដណ្ដើមគេមកនិកាយយូវិញរបស់ខ្ញុំបានហើយហោះលើកំបិតមែនទេបែបនេះប្រកួតមិនកើតទៅខ្ញុំរួចរាល់ហើយខ្ញុំសូមចុះចាញ់លេខ98វងដេងជាអ្នកឈ្នះស្អីគេចប់ហើយមិនទាន់ទាំងបានបញ្ចេញស្នៀតផងក៏ឈ្នះបាត់និយាយផ្ដេសផ្ដាស់ដំណាក់កាលចុងក្រោយនៃការចម្រាញ់ខ្យល់ហោះលើកំបិតឡើងសង្វៀនបាក់ឡើងទៅក៏អញសូមចុះចាញ់ដែរសង្ឃឹមថាវគ្គក្រោយខ្ញុំនឹងអាចប្រើកំបិតរបស់ខ្ញុំបានម្ដងចុះបងប្រុសវាងមិនបាច់ហោះមកទេខ្ញុំសូមចុះចាញ់ហើយវាងដានីវឈ្នះខ្ញុំមិនទាន់ចុះដល់ដីផងបងប្រុសវាងខ្ញុំសូមចុះចាញ់បងប្រុសវាងខ្ញុំសូមចុះចាញ់ដំណើរការប្រកួតដ៏ធំនេះហេតុអ្វីបានជាខុសពីអ្វីដែលខ្ញុំគិតយ៉ាងនេះបងប្រុសវាងសាហាវណាស់សាហាវស្អីបងប្រុសវាងមិនទាន់ទាំងចេញដែរផងម៉ៅដងសេងម៉ៅដងសេងម៉ៅដងសេងសិស្សចម្រុះម្នាក់នេះគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងចំណោមសិស្សពិតតើនរណានឹងក្លាយជាសិស្សខ្មៅក្នុងការប្រកួតនេះម៉ៅដងសេងនោះក៏មិនធម្មតាដែរក្នុងនាមជាសិស្សចម្រុះគេអាចវាយលុកដល់កម្ពុជាទាំង10គឺវិញ្ញាណចម្រុះធាតុទាំង5តាមពិតមិនគួរលឿនបែបនេះទេប្រហែលជាមានឱកាសផ្សេងទៀតដានីវគ្រាន់តែរក្សាភាពនឹងណូលើកនេះលេខ1គ្មានបញ្ហាទេលោកម្ចាស់កម្ពុជាភ្នំកុំបារម្ភអីខ្ញុំឃើញថាដានីវមិនទាន់បញ្ចេញកម្លាំងអស់នៅឡើយទេថ្ងៃស្អែកទើបជាការប្រកួតចំណាត់ថ្នាក់ពិតប្រាកដបងប្រុសដានីវបងត្រូវតែស៊ូដើម្បីពួកយើងដែលជាសិស្សចម្រុះណាប្រសិនបើអាចឈ្នះសិស្សពិតបានពួកយើងដែលជាសិស្សចម្រុះក៏អាចងើបមុខឡើងវិញបានដែរប្រឹងប្រែងឡើងវាងដានីវកំបិតកាប់អស់របស់ឯងខ្ញុំនឹងត្រូវតែស្វែងយល់ឲ្យច្បាស់នៅថ្ងៃណាមួយការប្រកួតចាប់ផ្ដើមបងប្រុសវងសូមមេត្តាផ្ដល់ការណែនាំផងនេះជាដាវកាត់ខ្យល់កម្រិតខ្ពស់បងប្រុសសូមប្រយ័ត្នមកចុះដាវដៃកម្រិតមធ្យមនេះចិត្តទ្រាំមិនបានហើយជាមួយនឹងធម្មពលកម្រិតទី7របស់គាត់រាងកាយគាត់មិនខ្លាំងជាងខ្ញុំប៉ុន្មានទេតើវងដេនីវម្នាក់នេះហាត់រៀនដោយរបៀបណាទៅប្អូនប្រុសមេអូខ្ញុំពិតជាមើងងាយឯងពេកហើយសាក់ដាវមួយនេះមើលអូបងប្រុសវងបងក៏មានអាវុធមិនអាគមកម្រិតខ្ពស់ដែរវិជាចំណងពន្លឺមាសភ្លើងកំទេចម្នាក់នេះនៅមានក្បាច់ពិសេសលាក់ទុកទៀតគឺឯងជាអ្នកបង្ខំខ្ញុំទេវិជាបញ្ជាដាវធាតុទាំង5អាវុធវិញ្ញាណហើយអ្វីបានជាគាត់មានអាវុធវិញ្ញាណកម្រិតទី7អាចប្រើអាវុធវិញ្ញាណបានមិនធម្មតាទេមិនល្អទេ
លោកម្ចាស់បាក់គុំតនអន្តរាគមដេនីវនៅមានឱកាសអាវុធធម្មតាហ៊ានទល់នឹងអាវុធវិញ្ញាណផងមកចុះដាវនេះរឿងជាងអ្វីដែលខ្ញុំគិតទៅទៀតកំបិតខ្លីដ៏មានឥទ្ធិពលបែរជាត្រូវបានដាវមួយនេះកាត់ដាច់វាដងសេងចាញ់ហើយវងដេនីវឡើងរូបរាងសាមញ្ញតែអាចកាត់ដាវវិញ្ញាណបានដាវនេះមិនគួរឲ្យគេឃើញច្រើនពេកទេលោកម្ចាស់ក្រោយថ្ងៃនេះទៅខ្លាចមានអ្នកចង់បានវាហើយចង់បានក៏ត្រូវមានជីវិតសិនដែរចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតសិស្សស្នូរបស់យិនវែងវងដេនីវលោកម្ចាស់ខ្ញុំប្រាប់ហើយថាដេនីវមានឱកាសឈ្នះមិនអាក្រក់ទេកូនសិស្សម្នាក់នេះធ្វើឲ្យខ្ញុំកក់ក្ដៅចិត្តណាស់លោកម្ចាស់ខ្ញុំសុំទៅមើលមីវដងសេងបន្តិចអ្នកចង់នាំគេចូលក្នុងនិកាយមែនទេកុំបារម្ភយិនវែងមានដេនីវហើយនឹងមិនដណ្ដើមជាមួយអ្នកទេឬស្គាល់ធៀបទាំង5កម្រិតខ្ពស់របស់គ្រូសាសេងកាលពីមុនត្រឹមតែកម្រិតទាបហេតុអ្វីបានជាការឡើងខ្លាំងយ៉ាងនេះច្រើនឆ្នាំមុនខ្ញុំបានឃើញដើមឈើក្រហមមួយដើមមានផ្លែ3ខ្ញុំក៏ហូបវាអស់ទៅក្រោយមកខ្ញុំក៏ជីកគ្រឹះវាក៏បានឃើញចិញ្ចៀនមួយនេះហើយនឹងកាំបិតវិញ្ញាណនោះដែរតើវាអាចជាកំណប់ដ៏គំរពីឋានស៊ូperមែនទេ